cái tha bờ sang ham miền tây nơi không bờ lỏng lục bàn tay nhung ban chụp quạt toal cứ tha sát chương bờ không bờ lỏng lục đặt tay mà đong cứ tha ngày nay quạt ban đo cái từ vô showroom nơi không cam vị thị sầm phốt sai phiệp yôn riêng nẹt sợp ông cái pro bọt cứ tha này tụi ông có nia cứ sòng ha khăng mình tên even bảoยังก็មានការ sponsor ដោយបងអែមសុកអេងគាត់ថាមើលទៅទំនងគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនគ្នាហើយនេះគឺថាទូសម្ដែងរបស់យើងតើយើងមកមើលទាំងអស់គ្នាថាមុន event ពួកខ្ញុំរៀបចំអ្វីខ្លះហើយនេះគាត់ថាចាគាត់ថាមានចការរៀបចំធ្វើខ្លួនអីនឹងឯងព្រោះថាបងម្នាក់ចុះអីប៉ុណ្ណឹងគាត់រៀបចំអស់ហើយជាមួយ user ចឹងពួកយើងមានអីទេក្រៅពីត្រៀមសបត់អីហ្នឹងហើយក៏មានការងាររៀងខ្លួនតាំងអូមកមួយមុននឹង event ចាមើលឲ្យហើយណាហើយនេះគឺជាការពួកខ្ញុំមើលសបត់ដើម្បីចាប់ hall ចាប់ sit អ្នកមានន័យថាភ្ញៀវកិត្តិយសអង្គុយ sit ណា hall ណាអីអញ្ចឹងទៅយើងចាប់ដាក់ឈ្មោះឲ្យដើម្បីងាយស្រួលហើយនាងខ្ញុំមានជាការ make up បណ្ដាមានជាការចាប់សបត់ចាប់ឈ្មោះរបស់ KOL influencer បណ្ដាដើម្បីចូលរួមកម្មវិធីណាហើយនេះគាត់ថាអូប្រែកាយឲ្យចាមិញនេះគឺយើងបានមកដល់ event មកមុនគេបង manager event ដូចជាឲ្យមកដល់ម៉ោងប្រហែលជា3អញ្ចឹងពួកយើងបានមកដល់ហើយនេះគឺថាដល់ម៉ោងភ្ញៀវកិត្តិយសចូលរួមនៅម៉ោង5ល្ងាចគឺថាកកមែនតើភ្ញៀវកិត្តិយសចូលរួមសិតតែតារាល្បីក៏ដូចជាអ្នកមានមុខមានមាត់នៅក្នុងសង្គមនៅក្នុងខាងវិស័យសិល្បៈអ្នកទាំងអស់គ្នានេះគឺថាមានជាការកំពុងតែ CEO ក៏ដូចជា Director ក៏ដូចជាតួសម្ដែងឡើងផ្ដល់កិត្តិយសនៅក្នុងការចេញចំណាប់អារម្មណ៍អ្នកនរគ្នាហើយនេះផងដែរគឺថាភ្ញៀវកិត្តិយសទាំងអស់ប្រសិទ្ធស្រាមនៅក្នុងការថតរូបផ្ដិតយករូបភាពនៅក្នុង event ហើយចាអ្នកចៃសម្បត្តិនេះខ្ញុំថតទៅមកហ្នឹងគឺជា Director ហើយនិង Writer ស្រស់ស្អាតសង្ហាវ័យក្មេងមែនតែនហើយ Writer ចាសក់ផ្សិតអីហើយទៅគឺថាអ្នកនរគ្នាeven freelancing ម្ដងគឺសបាយនៅក្នុងការឃើញប្រុសស្អាតស្រីស្អាតហើយនេះអូខ្ញុំថតគាត់ទៀតអ្នកនរគ្នាគាត់ថាពេលហ្នឹងគឺគាត់ដូចជានៅចាំ interview មក plate ចង់ទៅគាត់ថាខ្ញុំឈរចិត្តគាត់អូយ so handsome អ្នកនរគ្នាគឺ high respect to him តែម្ដង gentleman ណា very gentleman តែម្ដងគាត់ថាយើងមើលទៅពីជ្រុងណាក៏ឃើញថាគាត់ជាសុភាពរបស់ហើយនេះគឺ CEO របស់ខ្ញុំក៏សង្ហាមិនចាញ់គ្នាដែរចាគឺសង្ហាដូចគ្នាតែម្ដងស្រស់ស្អាតស្រស់សង្ហាគឺមានជាការផ្ដល់កិត្តិយសថតរូបជាមួយនឹង CEO ខ្ញុំអីចឹងណាហើយអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងមកដល់ម៉ោងមើលរឿងហើយពួកខ្ញុំក្នុងនាមជាធីមក្រុមការងារនេះគឺថាដើរកេនតបមានន័យថាដើរប្រាប់ឲ្យភ្ញៀវកិត្តិយសទាំងអស់អញ្ជើញឡើងទៅលើ hall ដើម្បីមើលរឿងចាហើយពួកខ្ញុំពាក់អាវដូចគ្នានេះគឺស្ទើរតែជាក្រុមការងារទេគឺជាក្រុមការងារអ្នកស៊ើបអង្កេតប្រុសក្បត់ចាគឺយើងគៀងកដើម្បីឲ្យពួកគាត់ចូល hall មើលរឿងឲ្យបានទាន់ពេលវេលានេះគឺថាមកដល់ hall ហើយយើងមាន3 hall ឥឡូវនេះយើងមកទស្សនារឿងទាំងអស់គ្នាចាដល់នឹងបងមានតែគេទៅណាអត់អូនតែគេឈប់ជួលគេមិនប្រាប់យើងថាទៅណាអីយ៉ានេះគឺថា credit scene credit គឺហើយអ្នកនរគ្នាឃើញហើយថាមិញហ្នឹងខ្ញុំសំដែងអូយរឹងឆ្កុយតែម្ដងប៉ុន្តែអាពេលមើលហ្នឹងអ្នកនរគ្នាសំឡេងសើគូក៏សោចទល់តែម្ដងដល់ប្លង់ខ្ញុំហើយខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយមែនតើអ្នកនរគ្នាយល់អារម្មណ៍ថាខ្ញុំ fan បងវ៉ៃហាំងមកតាំងពីជំនាន់2014 2015តែ finally ខ្ញុំបានធ្វើការមួយគាត់ហើយខ្ញុំបានថត scene ឈុតក្នុងរោងកុនមួយគាត់ទេអារម្មណ៍ខ្ញុំមិនដឹងនិយាយមកឲ្យវារំភើបខ្លាំងមែនតើអ្នកគ្នាបើនិយាយពីអារម្មណ៍ខ្ញុំហ្មងហើយនេះគាត់ថាភ្ញៀវកិត្តិយសច្រើនមែនតើគាត់នៅចាំថតរូបក៏ដូចជាក្រុមការងារចាប់ដូចជា influencer KOL ដើម្បីធ្វើការ interview ទៅកាន់ពួកគាត់ថាគាត់មានអារម្មណ៍មិនដែរក៏ដូចជាតារានៅក្នុងរឿងរបស់យើងនៅពេលដែលគាត់បានមើលរឿងនឹងហើយនេះមិត្តភក្តិខ្ញុំញ៉ាត្រូវហើយខ្ញុំរយអារម្មណ៍គឺថា yes my dear friend ហើយអ្នកគ្នាគាត់ថានេះក៏ជាការថតរូបរវាងតារារបស់យើងចាលេណាប៉ៅហើយនឹងលោកចាលោកទូឯកប្រុសគឺសង្ហាខ្លាំងនេះគាត់ថាខ្ញុំទៀតហើយថាខ្ញុំនឹងអ៊ីម្ចាស់ផ្ទះទៀតហើយនិយាយទៅបងវ៉ៃហាំងគាត់ញ៉ាស់ខ្ញុំអត់ឈប់អារឿងអ៊ីម្ចាស់ផ្ទះហ្នឹងចាហើយនៅទូស្រីរបស់យើងក៏ស្រស់ស្អាតមែនតើនិយាយទៅបងតារាបងវ៉ៃហាំង very ស្រស់ស្អាត and handsome ហើយឆាយលេណាបងប៉ៅទៀតគឺស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាស្រស់ស្អាតស្រស់សង្ហាមែនតើទូរបស់យើងមករឿងនេះគឺខ្ញុំឆ្លអត់ថាខ្ញុំទៅសើអ្នកខេះទូហ្មងក្រុមការងាររបស់គាត់ខេះទូអីហ្នឹងអូយដបាស់ដែរម្ដងអ្នកទាំងអស់គ្នាហើយរឿងវិញណាញាក់គឺថាល្អមើលខ្ញុំមើលឡើងជក់អត់ចង់
nhung chỉ không càng nghe bàn tay nhưng mà trăng tranh bị cảm thi ấy trăng tranh bị rô bổ hướng vì là ôm mơ nào cái này đi có thứ bộ nhung ở thêm là bảo entertainment năng lực nông cả thọt rụp chung khnia tục chia nụ sao về về đấy freelancing đừng mọi dân anh trắng anh na anh đây nè đó khnia nhung shut out từ quạt đai cứ tha y vá cứ quạt chỉ nè pôn riêng nè sậpអង្គការប្រុសក្បាត់ឃើញក្មេងជូតចង់ឯណាបើថារឿងគេអូយផ្លត់ហ្វីតាហាវយើងមើលឡើងផ្លត់ហ្វីតាហាវមកយើងមើលឡើងជក់ចិត្តណាហើយនឹងគាត់គឺជាអ្នកនិពន្ធរឿងអ្នកសបអង្គការប្រុសក្បាត់ក្មេងណាអស់គ្នាកាត់ក្រោយ2000ទីប៉ុន្តែយ៉ាបែក creative អានេះគឺថាចាប់ event ឲ្យពួកខ្ញុំញ៉ាំអីជុំគ្នាគឺ hell មែនតើញ៉ាំនំហ្នឹងមិនញ៉ាំអីទេចាហើយបន្ទាប់មកបង user ចាប់ហ្នឹងគឺនាំតែញ៉ាំបបរខំកែហើយពួកខ្ញុំរួចជួយរៀបចំពេលចាប់ event ហើយអ្នកគ្នាញ៉ាំហ្នឹងម៉ោង7:01យប់ហើយចាអរគុណបង user ដែលយល់ចិត្តពួកខ្ញុំហើយនេះគឺថាជារូបថតកម្រងអនុស្សាវរីយ៍ហើយអរគុណអ្នកគ្នាសម្រាប់ការមើលដល់ចប់ចង់កុំភ្លេចគាំទ្ររឿងអ្នកសបង្កើតប្រុសក្បាត់ទាំងអស់គ្នាមើលហើយទៅនេះថាសើ